បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំមានរឿងអប់រំខ្លីមួយទៀតហើយមកចែកម្លែកដល់បងប្អូនបាទដោយនៅក្នុងភូមិមួយនោះគឺមានបរិសុទ្ធក្រីក្រលំបាកតបយ៉ាងម្នាក់គាត់តែងតែរអ៊ូតែងតែមានអារម្មណ៍ថាស្អប់នឹងជីវិតខ្លួនឯងដោយសារខ្លួនគាត់ក្រីក្រហើយគាត់តែងធូរតែអញ្ចឹងប្រចាំថ្ងៃនៅពេលនោះក៏លឺដល់រុក្ខទេវតាមួយអង្គនៅចិត្តដឹងបាទពេលហ្នឹងបរិសុទ្ធហ្នឹងគាត់កំពុងតែអង្គុយនៅក្នុងខ្ទមស្រាប់តែរុក្ខទេវតានឹងលឺអញ្ចឹងទៅក៏និមិត្តឲ្យឃើញខ្លួនឲ្យឃើញរូបរបស់ទេវតាហ្នឹងពេលនោះបរិសុទ្ធក្រីក្រក៏ភ្ញាក់ព្រឺតែម្ដងសួរថាអ្នកឯងជានរណាអញ្ចឹងណាដល់ពេលហើយរុក្ខទេវតានោះក៏បានប្រាប់ថាខ្ញុំគឺជាទេវតាដោយសារខ្ញុំលឺអ្នកឯងតែងតែរអ៊ូធុញទ្រាន់នឹងជីវិតខ្លួនឯងហេតុអីបានខ្លួនឯងក្រីក្រអញ្ចឹងទៅឥឡូវខ្ញុំមានវិធីមួយអាចធ្វើឲ្យអ្នកឯងខ្លាចទៅជាអ្នកមានបាទបរិសុទ្ធក្រីក្រនោះគាត់គ្រាន់តែលឺអញ្ចឹងបាទដោយអារម្មណ៍រំភើបគាត់អមែនទែនហើយគាត់ក៏សុំទឿនឲ្យទេវតាហ្នឹងប្រាប់ពីវិធីនៅពេលនោះទេវតាក៏និមិត្តចេញជាហឹបមួយបាទចេញជាហឹបមួយដែលហឹបហ្នឹងប្រាប់ទៅកាន់បរិសុទ្ធក្រីក្រហ្នឹងបាទឲ្យយកហឹបហ្នឹងលោកដៃចូលទៅក្នុងហឹបហ្នឹងមកគឺនឹងមានលុយកដាស់$1បាទលោកចូលមកមានកដាស់$1អញ្ចឹងបានថារាល់ការលូកម្ដងហើយយកចេញមកគឺមាន$1រហូតប៉ុន្តែទេវតានោះក៏បានបញ្ជាក់ថាបើសិនជាអ្នកឯងចង់យកលុយនឹងទៅចាយលុះត្រាណាតែអ្នកឯងបំផ្លាញហឹបនោះចោលសិនបើអ្នកឯងអាចយកលុយដែលអ្នកឯងហូតពីហឹបនឹងទៅចាយបានបាទនៅពេលដែលប្រាប់រួចរាល់ទេវតាហ្នឹងក៏បាទទៅបាត់ទៅបាទបានថារលាយខ្លួនបាត់ទៅពេលនោះបរិសុទ្ធហ្នឹងគាត់អមែនទេហើយគាត់ក្តិចខ្លួនឯងផងអីខ្លួនឯងផងថាក្រៃលោកគាត់សុបិនអញ្ចឹងណាបាទតែដល់ពេលក្តិចទៅវាឈឺអញ្ចឹងគាត់ក៏ចាប់ផ្ដើមលូកបាទយកដៃលូកចូលទៅក្នុងហឹបហ្នឹងទៅបាទលូកទៅចាប់មកបានឃើញกระดาษ$1បាទគាត់ដកចេញមកគាត់ទុកនៅកន្លែងបាទលើខ្ទមក្នុងខ្ទមរបស់គាត់ហ្នឹងគាត់លូកទៅចេញ$1គាត់ព្យាយាមលូកចេញរហូតចឹងគាត់រាយលុយកระดาษ$1ហ្នឹងឡើងចង់កន្លះខ្ទមហីបាទគាត់ហើយនៅតែបន្តទៀតនៅតែបន្តលូករហូតដល់លុយហ្នឹងត្រឹមចកេះបាទឡើងដល់ត្រឹមចកេះរបស់ខ្លួនគាត់ហ្នឹងហើយគាត់ឃើញលុយច្រើនគាត់សប្បាយចិត្តតែដោយសារចិត្តលំលុនរបស់គាត់នៅតែបន្តលូកហើយរហូតដល់លុយហ្នឹងត្រឹមឃ្លៀករបស់គាត់បាទលុយហ្នឹងត្រឹមឃ្លៀកហើយសឹងតែពេញខ្ទមបាត់ទៅហើយប៉ុន្តែខ្លួនគាត់អត់ឈប់ទេខ្លួនឯងនឹងហេវហត់បានអស់កម្លាំងពេញមួយថ្ងៃហើយគាត់ហេវបាទប៉ុន្តែអត់សុខចិត្តយកលុយដែលមកដកពីហឹបបានហ្នឹងទៅចាយវាទេនៅតែលូកបន្តទៀតរហូតដល់លុយនឹងត្រឹមកហើយអស់កម្លាំងផងបាទអត់មានបានហូបអីតាំងពីព្រឹករហូតមកដល់ល្ងាចហើយដល់ពេលអញ្ចឹងទៅហេវហត់ខ្លាំងមែនទែនបាទរើខ្លួនចេញពីលុយនឹងអត់រួចអញ្ចឹងគាត់ក៏ដេកស្លាប់ជាមួយនឹងលុយនៅក្នុងខ្ទមនឹងទៅបាទរឿងហ្នឹងគឺចប់តែប៉ុណ្្នឹងអត្ថន័យអប់រំគឺចង់បញ្ជាក់ថាបាទមហិច្ឆតារបស់មនុស្សយើងបាទមហិច្ឆតារបស់មនុស្សលោភលន់ណាដែលគ្មានដែនកំណត់ណាគឺបានន័យថាគឺអាចធ្វើឲ្យយើងស្លាប់ខ្លួនបានដោយសារមហិច្ឆតាដែលអត់មានដែនកំណត់ហ្នឹងបានថានេះគឺជាមហិច្ឆតាបែបអវិជ្ជមានមិនមែនមហិច្ឆតាវិជ្ជមានទេមហិច្ឆតាវិជ្ជមានគឺគេមានគោលដៅធំអីមួយគឺគេប្រឹងដើម្បីគោលដៅប៉ុន្តែគេត្រេកអរគេសប្បាយចិត្តជាមួយនឹងដំណើរទៅរកគោលដៅរបស់គេដោយគេមិនមែនលោភរហូតដល់បានន័យថាបំផ្លាញអ្នកដទៃបំផ្លាញខ្លួនឯងបំផ្លាញមនុស្សនៅជុំវិញដោយសារតែសេចក្តីលោភរបស់ខ្លួនគឺអត់ទេអញ្ចឹងមនុស្សយើងបើសិនជាលោភដូចបរិសុទ្ធម្នាក់ដែលបរិសុទ្ធក្រីក្រដែលមានលុយពេញទាំងខ្ទមហើយនៅមិនយកទៅចាយទៀតដោយសារតែសេចក្តីលោភចង់បានច្រើនទៅបាទទីបំផុតគឺអាចធ្វើឲ្យយើងស្លាប់ខ្លួនស្លាប់ទាំងគ្មានន័យអញ្ចឹងនៅខ្សែជីវិតរបស់យើងក៏ដូចគ្នាបើសិនជាយើងលោភយើងធ្វើបាបអ្នកដទៃយើងជិះជាន់អ្នកដទៃដើម្បីតែមហិច្ឆតាដើម្បីតែភាពលោភលន់របស់ខ្លួនឯងស្លាប់ទៅគឺគ្មានតម្លៃគេឈ្មោះក៏គ្មានន័យបានថាអាសោចគេឈ្មោះក៏មានដែរពេលខ្លះស្គាល់តែស្លាប់ភ្លាមគេដាក់ទំនាយគេជេរឌីលគេបំភ្លេចឈ្មោះយើងចោលបាត់ទៅហើយដោយសារតែយើងជាមនុស្សដែលលោភលន់បំផ្លាញអ្នកដទៃបាទសូមអរគុណ